ស្រីអើយមានសត្វល្អិតនៅលើពោតរបស់អ្នកឯងហើយនេះចាំខ្ញុំជួយបាញ់ថ្នាំឲ្យថ្នាំនេះនឹងជួយកម្ចាត់ពួកសត្វល្អិតទាំងនេះសិនបងកុំបាញ់អីប៉ុន្តែពួកសត្វល្អិតទាំងនេះពួកវានឹងបំផ្លាញដំណាំរបស់អ្នកហើយបងមើលឲ្យច្បាស់ទៅដំណាំរបស់ខ្ញុំកំពុងលូតលាស់ល្អហើយដើមពោតរបស់ខ្ញុំនៅតែបន្តលូតលាស់ទោះបីជាវាមានបញ្ហាអ្វីក៏ដោយបងឃើញទេអម៉ាល់កំពុងតែទម្លាក់ពងរបស់វានៅក្នុងខ្លួនរបស់ដង្កូវមួយនោះកូនរបស់វានឹងស៊ីដង្កូវនឹងពីខាងក្នុងមកវិញនេះហើយគឺជាការគ្រប់គ្រងសត្វល្អិតតាមបែបធម្មជាតិដូច្នេះអ្នកចង់មានន័យថាមិនបាច់បាញ់ថ្នាំទៀតទេឬបាញ់តិចតួចយើងនៅតែអាចការពារដំណាំរបស់យើងបានប៉ុន្តែតាមវិធីឆ្លាតវៃជាងនេះបងនៅចាំទេពេលដែលត្រីរបស់បងមានបញ្ហាហើយគ្រួសារបងក៏មានអាការៈឈឺពោះដែរខ្ញុំចាំបាននោះគឺជាឆ្នាំមួយដែលយ៉ាប់យ៉ឺណាថ្នាំសម្លាប់សត្វល្អិតមិនត្រឹមតែសម្លាប់សត្វល្អិតទេតែវាមានផលប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាងទាំងអស់តើបងសម្រេចចិត្តក្នុងការជ្រើសរើសថ្នាំសម្លាប់សត្វល្អិតបាញ់យ៉ាងដូចម្ដេចខ្ញុំគ្រាន់តែរើសយកថ្នាំណាដែលមើលទៅមានឥទ្ធិពលខ្លាំងតើថ្នាំកសិកម្មជាអ្វីវារួមមានថ្នាំសម្លាប់សត្វល្អិតថ្នាំសម្លាប់ស្មៅថ្នាំសម្លាប់ផ្សិតថ្នាំសម្លាប់ខ្យងនិងថ្នាំសម្លាប់កណ្ដោងថ្នាំសម្លាប់សត្វល្អិតសម្លាប់គ្រប់ប្រភេទសត្វល្អិតទាំងអស់រួមទាំងសត្វល្អិតដែលមានប្រយោជន៍ផងដែរវាបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីបណ្ដាលឲ្យមានការបាត់បង់នៅការគ្រប់គ្រងកត្តាចង្រៃបែបធម្មជាតិដែលនាំឲ្យមានការពឹងផ្អែកលើសារធាតុគីមីកសិករក៏អាចរងគ្រោះដោយសារការពុលថ្នាំប្រឈមនឹងជំងឺមហារីកជំងឺប្រព័ន្ធប្រសាទនិងបញ្ហាថយចុះនៅអត្រាបង្កកំណើតថ្នាំកសិកម្មកាត់បន្ថយពពួកជីវៈចម្រុះនិងធ្វើឲ្យកត្តាចង្រៃមានភាពធន់នឹងថ្នាំកសិកម្មជាហេតុធ្វើឲ្យសារធាតុគីមីទាំងនោះមិនសូវមានប្រសិទ្ធភាពបងវ៉ាន់បើបងសម្រេចចិត្តប្រើពពួកថ្នាំសម្លាប់សត្វល្អិតបងត្រូវធ្វើការជ្រើសរើសឲ្យបានត្រឹមត្រូវបងគួរអានស្លាកឲ្យបានច្បាស់លាស់ផលិតផលមួយកត្តាចង្រៃគោលដៅមួយប៉ុន្តែវាក៏មានវិធីផ្សេងៗផងដែរកសិកម្មអេកូឡូស៊ីផ្ដល់ដំណោះស្រាយជាច្រើនដូចជាការដាំដំណាំបង្វិលដាំរុក្ខជាតិដៃគូប្រើថ្នាំសម្លាប់សត្វល្អិតធម្មជាតិនិងការចាប់សត្វល្អិតដោយដៃវិធីទាំងនេះជួយថែរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីនិងកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្មដូច្នេះបើខ្ញុំធ្វើដូចនេះគ្រួសារខ្ញុំនឹងមិនមានជំងឺទៀតមែនទេហើយត្រីខ្ញុំពួកវានឹងមានសុខភាពល្អឡើងវិញមែនទេចាបងហើយយើងអាចចាប់ផ្ដើមពីតូចៗជាមួយគ្នាការអនុវត្តនេះផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់បរិស្ថានសត្វមនុស្សនិងសុខុមាលភាពជាសកលដើម្បីទទួលបានចំណេះដឹងស្ដីពីវិធានការគ្រប់គ្រងសត្វល្អិតឬជំងឺលើដំណាំឲ្យបានសមស្របសូមស្វែងរកជំនួយពីមន្ទីរកសិកម្មខេត្តសហគមន៍កសិកម្មឬមន្ត្រីកសិកម្មឃុំនៅតាមមូលដ្ឋានរបស់អ្នកយើងតែងតែអាចជ្រើសរើសវិធីផ្សេងៗ